សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទខ្ញុំត្រឡប់មកវិញហើយបងប្អូនតើតើនឹងការចែកម្លែកការធ្វើកសិកម្មចម្រុះបងប្អូនបាទនេះគឺប្រភេទកសិកម្មចម្រុះមួយដែលគាត់សាងសង់ផ្ទះយ៉ាងស្រស់ស្អាតហើយនឹងជុំវិញផ្ទះរបស់គាត់ហ្នឹងគឺនៅជុំវិញហ្នឹងមានបន្លាយហើយគាត់ចិញ្ចឹមត្រីបងប្អូនបាទនេះគឺជារឿងល្អមែនទែនសម្រាប់កសិករយើងដែលគាត់មានទីតាំងដីទំនេរធំណាហើយតាមពិតទៅវាងាយមែនតើបងប្អូនងាយត្រង់ថាយើងអាចដាំចេកដាំម្ដេងបាទចិញ្ចឹមត្រីបាទអញ្ចឹងយើងអាចធ្វើកសិកម្មបែបចម្រុះបានយ៉ាងល្អមែនតើបងប្អូនហើយគាត់បានជ្រើសរើសប្រព័ន្ធទឹកសាច់ដើម្បីឲ្យដំណាំដាំដុះនៅជុំវិញផ្ទះរបស់គាត់ហ្នឹងកាន់តែល្អបងប្អូនទាំងអស់គ្នាយើងធ្វើបែបនេះវាអាចជួយទៅដល់ទី1គឺជួយទៅដល់ចំណូលដែលយើងបានចំណូលមកពីការធ្វើកសិកម្មហ្នឹងហើយទី2ហ្នឹងវាធ្វើឲ្យយើងហ្នឹងមានអារម្មណ៍ស្រស់ស្រាយជាមួយនឹងធម្មជាតិជុំវិញផ្ទះណាបងប្អូនបើឲ្យគាត់បានដាំច្រើនមែនតើបងប្អូនមានចេកមានស្អំនេះដាំស្អំបងប្អូនហើយនៅជុំវិញដីចការបស់គាត់ហ្នឹងគាត់និយាយថាគាត់ធ្វើតើតើនឹងការកសិកម្មចម្រុះហ្នឹងគាត់ដើម្បីបង្កើតឲ្យបានច្រើនបងប្អូនហើយការបង្កើតបានច្រើនចម្រុះហ្នឹងគឺវាជួយឲ្យគាត់ហ្នឹងប្រមូលផលទៅអញ្ចឹងវាមិនមែនចាំតែមួយមុខទេបងប្អូនគឺយើងអាចប្រមូលផលបានតាមរដូវកាលនៃដំណាំនីមួយៗហើយការជីកបន្លាយហ្នឹងបើតាមពិតទៅគាត់ដាក់ប្រភេទត្រីហ្នឹងទី1គាត់នឹងហូបចំណុចទី2គាត់បានលក់អញ្ចឹងបងប្អូនហើយម្ដេងនេះបងប្អូនម្ដេងគឺវាងាយស្រួលដាំបងប្អូនហើយបើសិនយើងដាំនៅក្បែរគុំជ័យគុំអីអញ្ចឹងក៏វាល្អដែរបងប្អូនទាំងអស់គ្នាបាទហើយរំដេងក៏ទីផ្សារវាល្អដែរបងប្អូនហើយនៅជុំវិញផ្ទះរបស់គាត់ហ្នឹងបងប្អូនឃើញហើយគឺទិដ្ឋភាពធម្មជាតិសុទ្ធសាធបងប្អូនហើយសុទ្ធតែអ្វីៗដែលគាត់បានដាំហើយនេះហើយគឺជាសមិទ្ធផលនៃការខិតខំប្រឹងប្រែងរបស់គាត់ដែលគាត់បានធ្វើហើយការធ្វើកសិកម្មដូចជាការសន្សំលុយចឹងបងប្អូនបាទការសន្សំលុយហេតុអីបានជាខ្ញុំនិយាយតើតើនឹងការសន្សំលុយនៅពេលដែលយើងធ្វើកសិកម្មចម្រុះបានរាល់ចំណាយផ្សេងក៏ត្រូវបានកាត់បន្ថយដែរបងប្អូនតើតើនឹងការហូបចុកណាមានទាំងបន្លែមានទាំងត្រីមានទាំងអីចឹងទៅយើងអាចកាត់បន្ថយរាល់ចំណាយផ្សេងបានហើយការធ្វើកសិកម្មនេះវាទាមទារឲ្យយើងមានភាពឧស្សាហ៍ព្យាយាមហើយនៅក្នុងបន្លែនេះតាមពិតទៅបន្លែបែបនេះគឺគាត់ជីកដោយដៃទេបងប្អូនគឺយើងព្យាយាមជីកបន្តិចម្ដងណាហើយតាមជាក់ស្ដែងអ្នកដែលជីកបន្លែបែបនេះគឺសិតតអ្នកតស៊ូបងប្អូនគឺតស៊ូជីកមួយថ្ងៃបន្តិចបាទរហូតដល់ជីកបានបន្លែអញ្ចឹងបងប្អូនទាំងអស់គ្នាអានេះគឺជាការខិតខំរបស់កសិករតាមពិតទៅនៅតើតើនឹងកសិករនៅតាមជនបទណាគាត់មានការតស៊ូព្យាយាមណាបងប្អូនគាត់ធ្វើអ្វីមួយគាត់មិនរំពឹងបានភ្លាមទេគឺគាត់លក្ខណៈសន្សំធ្វើបន្តិចម្ដងដូចជាដើមតបែកដើមដូងហ្នឹងគឺសតតែគាត់សន្សំដំណាំនៅជុំវិញដីចំការក្បែរផ្ទះរបស់គាត់ហ្នឹងគាត់និយាយថាការធ្វើបន្តិចម្ដងវាជួយឲ្យគាត់ហ្នឹងចំណាយថវិកាវាមិនច្រើនណាបងប្អូនបាទឧទាហរណ៍ថាគាត់ដាំតបែកអញ្ចឹងគាត់ដាំ 3-4 ដើមអញ្ចឹងទៅបន្ទាប់មកបើសិនជាគាត់ចង់បរិចគាត់ត្រូវចេះផ្សំដើមតបែកហ្នឹងដើម្បីយកទៅដាំបន្តអញ្ចឹងបងប្អូនទាំងអស់គ្នាអានេះគឺជាទីពិតនៃកសិករបើសិនជាយើងចំណាយលុយច្រើនក្នុងការទិញពូជទិញអីហ្នឹងគឺវាចំណាយច្រើនណាអញ្ចឹងយើងត្រូវមានភាពឆ្លាតវៃក្នុងការដែលយើងធ្វើហើយនេះគឺជាសកម្មភាពដែលគាត់ផ្ដល់ចំណីឲ្យត្រីបាទហើយត្រីគឺវាមានសុខភាពល្អមែនទែនហើយបងប្អូនឆ្ងល់ថានៅពេលដែលយើងបាចចំណីអញ្ចឹងហើយត្រីដែលយើងចិញ្ចឹមទៅវាអាចមានបញ្ហាខូចទឹកអត់តាមពិតទៅទឹកក៏យើងត្រូវការបូមដូរដែរបងប្អូនយើងអាចចិញ្ចឹមត្រីដែលយើងអត់ផ្លាស់ប្ដូរទឹកទេប៉ុន្តែរឿងមួយទៀតដែលបងប្អូនឆ្ងល់ថាហេតុអីបានជាគាត់ដាំកំប្លោកច្រើនណាបើការដាំកំប្លោកនេះគឺទាមទារក្នុងការមិនដូរទឹកបងប្អូននៅពេលដែលយើងដាំកំប្លោកហ្នឹងវាបឺតជាតិដូចលាមកត្រីលាមកអីចឹងណាអញ្ចឹងទៅវាធ្វើឲ្យទឹកហ្នឹងវាថ្លាបាទវាអត់សូវមានបញ្ហាក្នុងការដោះដូរទេអាហ្នឹងហើយគឺជាហេតុផលធម្មជាតិជំនួសឲ្យធម្មជាតិណាបងប្អូនប៉ុន្តែមួយទៀតក៏នៅតែមិនអាចទប់បានដែរបងប្អូនបើសិនជាយើងចិញ្ចឹម
យើងចាំទៅបើសិនជាមានបញ្ហាទឹកខ្មៅខ្លាំងឬក៏មានបញ្ហាធុំក្លិនអីបងប្អូនដឹងហើយថាតាមពិតទៅបើសិនជាខ្ញុំនិយាយតាក់ទងនឹងការវាស់កម្រិតទឹកយើងដូចជាវាមានភាពសាមញ៉ាំប៉ុន្តែខ្ញុំចង់នាំបងប្អូនទាំងអស់គ្នាមិនចាំបាច់ដល់ការវាស់ទឹកទេគឺយើងអាចយកដៃយើងទៅយើងអាចយកទៅចលក់ចូលទឹកទៅយើងអាចយកមកហិតក៏យើងអាចដឹងថាតើទឹកនឹងវាមានបញ្ហាឬអត់ដោយសារតាក់ទងនឹងការបច្ចេកទេសមួយចំនួននៅពេលដែលយើងធ្លាប់ចិញ្ចឹមទៅគឺវាធ្វើឲ្យយើងនឹងមានបទពិសោធន៍ក្នុងការចិញ្ចឹមណាបាទហើយก่อนតែយើងសម្លឹងก่อนតែយើងយកដៃដាក់ហ្នឹងក៏យើងអាចដឹងថាទឹកហ្នឹងវាមានបញ្ហាអត់ដែរអាហ្នឹងគឺកម្រិតនៃបទពិសោធន៍ប៉ុន្តែបើយើងកម្រិតនៃការស្តង់ដាគឺយើងត្រូវមានប្រដាប់វាស់ដើម្បីវាស់ទឹកយើងថាតើទឹកនឹងវាមានគុណភាពឬក៏ខូចក្នុងលក្ខខណ្ឌណាមួយយើងអាចវាស់ដឹងអញ្ចឹងណាបងប្អូនប៉ុន្តែខ្ញុំចង់លើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាមុននឹងចិញ្ចឹមឬក៏យើងចិញ្ចឹមបានខ្ញុំចង់ឲ្យបងប្អូនយើងដកវិសោធន៍នៅអ្វីដែលយើងបានធ្វើកន្លងមកណាបាទព្រោះយើងចិញ្ចឹមលក្ខណៈគ្រួសារទេបើសិនជាយើងកម្រិតស្តង់ដាពេកវាល្អពាក្យថាស្តង់ដាប៉ុន្តែគេលយើងវាមានភាពសាមញ៉ាំនៃការគិតណាអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាគិតរឿងស្រួលចិញ្ចឹមរឿងស្រួលព្រោះយើងចិញ្ចឹមនេះគឺទី1គឺដើម្បីហូបចុកទេហើយទី2បើសិនជាយើងហូបមិនអស់ក៏យើងអាចលក់នៅលើទីផ្សារបានដូចគ្នាបងប្អូនបាទនេះគឺជាកម្រិតមួយដែលប្រជាកសិករទាំងអស់គ្នាយើងគួរតែសាកល្បងទាំងអស់គ្នាហើយធ្វើបែបនេះគឺវាចំណេញដីមែនទែនបងប្អូនយើងដាំច្រើនមុខបែបនេះគឺនៅពេលដែលយើងប្រមូលផលក៏ប្រមូលផលបានច្រើនមុខផ្សេងគ្នាដែរបាទហើយនៅពេលដែលយើងធ្វើបែបនេះបងប្អូនគឺអារម្មណ៍យើងមួយថ្ងៃទៅមួយថ្ងៃមានភាពស្រស់ស្រាយមែនទែនដោយសារយើងបានមករស់នៅតាមបែបធម្មជាតិណាហើយមនុស្សយើងត្រូវការធម្មជាតិណាបងប្អូនត្រូវការធម្មជាតិត្រូវការសត្វរស់នៅជាមួយយើងណាបាទវាធ្វើឲ្យអារម្មណ៍របស់យើងនឹងកាត់បន្ថយភាពតានតឹងកាត់បន្ថយភាព stress ហើយរុក្ខជាតិបៃតងហ្នឹងក៏វាអាចជួយទៅដល់ភ្នែករបស់យើងនៅពេលដែលយើងមើលសម្លឹងទៅវាអាចជួយទៅដល់ភ្នែករបស់យើងដែរណារុក្ខជាតិបៃតងណាអញ្ចឹងហើយបានជាប្រជាកសិករមួយចំនួននៅពេលដែលគាត់មានដីធំគាត់តែងតែដាំបន្លែគាត់តែងតែចិញ្ចឹមសត្វគាត់ចិញ្ចឹមត្រីបាទគឺគាត់ចិញ្ចឹមសពមុខគាត់ដាំសពមុខគឺដើម្បីឲ្យជីវភាពរបស់គាត់ហ្នឹងមានការរីកចម្រើនហើយគាត់មិនសូវជាចំណាយទេបងប្អូនហើយធាតុពិតនៃភាពរីកចម្រើនក្នុងគ្រួសារយើងគឺការកាត់បន្ថយចំណាយបើសិនជាយើងបានដាំដុះសពមុខវាធ្វើឲ្យយើងហ្នឹងគឺយើងមិនសូវជាចំណាយច្រើនទេបងប្អូនទៅលើមុខម្ហូបទៅលើត្រីសាច់អីផ្សេងណាអានេះហើយគឺជាការធ្វើកសិកម្មបែបចម្រុះហើយការធ្វើកសិកម្មបែបចម្រុះហ្នឹងគឺបងប្អូនដឹងហើយថានៅក្នុងភូមិរបស់យើងហ្នឹងយើងគួរតែដាំអ្វីខ្លះឧទាហរណ៍ថាឥឡូវបើសិនជាយើងគិតថាបន្លែដែលយើងចូលចិត្តយើងដាំទៅឬក៏បន្លែមួយចំនួនដែលយើងគិតថាវាមានពូជដែលយើងអាចយកមកដាំបានចឹងដាំបន្តទៅបងប្អូនដល់ពេលយើងដាំទៅយើងកាត់បន្ថយបានច្រើនមែនតើដូចជាចេកចឹងបងប្អូនគិតថាចេកសំបីតែដើមវាហ្នឹងក៏យើងអាចយកមកស្លបានដែរហើយសំបីតាជាយងហ្នឹងក៏យើងអាចស្លបានដែរបងប្អូនដូចជាស្អំនេះយើងអាចយកទៅក្លុកជៀនជាមួយពងទាដូចក្រូចឆ្មានេះបើយើងមានហើយក៏យើងអាចប្រើប្រាស់បានដូចជាល្ហុងនេះបើយើងមានហើយក៏យើងអាចកាត់បន្ថយចំណាយទៅលើការទិញបន្លែដែរបងប្អូនមានល្ហុងយើងស្លតែមួយជូរល្ហុងក៏វាជាមុខម្ហូបមួយបានដែរបងប្អូនណាអានេះគឺជាលក្ខណៈពិសេសក្នុងការធ្វើកសិកម្មបែបចម្រុះតលតែយើងមានការព្យាយាមតលតែយើងមានការខិតខំប្រឹងប្រែងបើមិនមែនសុទ្ធតែមនុស្សគ្រប់រូបសុទ្ធតែគាត់ចង់ធ្វើកសិកម្មទេបងប្អូនកសិកម្មធ្វើទៅរឿងហត់បងប្អូនប៉ុន្តែបើនិយាយពីចិត្តវិញគឺសុបាយនៅពេលយើងធ្វើកសិកម្មហើយការធ្វើកសិកម្មហ្នឹងត្រូវការមនុស្សឧស្សាហ៍ព្យាយាមណាទាំងព្យាយាមទាំងការអត់ធ្មត់បើយើងគ្មានការអត់ធ្មត់ទេក៏យើងលំបាកក្នុងការធ្វើដែរបងប្អូនឃើញទេនេះព្រោះវានៅជាមួយនឹងដីអញ្ចឹងណាបងប្អូនបាទមានបលាក់បលោះខ្លួនប្រានអីហ្នឹងតើអ្នកដែលគាត់ស៊ាំនឹងធម្មជាតិបានគាត់អាចធ្វើកើតដែរបើអ្នកដែលគាត់គិតថាអូបលាក់ដីបលាក់អីមិនបានហ្នឹងក៏ពិបាកក្នុងការធ្វើដែរហើយមើលលហុងគាត់នេះគឺគាត់ដាំផ្លែច្រើនមែនតើបងប្អូនបាទលហុងគឺផ្លែបងប្អូនអ្នកឃើញផ្លែឡើងស្គឹសហ្មងណាហើយដើមវាទៀមបាទ
ចឹងគឺជាពូជលហុងទឿបងប្អូនអាហ្នឹងគឺទឿណាឲ្យទៅទៀតផ្លែច្រើនគឺទឿហើយយើងមើលឃើញជាក់ស្ដែងគឺស្អាតបងប្អូននៅពេលដែលយើងដាំបានច្រើនណាប្រភេទលហុងហ្នឹងណាបាទហើយគាត់ប្រើប្រព័ន្ធទឹកសាចទេបងប្អូនដោយសារការគាត់ធ្វើដំបូងគាត់បាននិយាយថាគាត់ដងទឹកប៉ុន្តែដោយសារគាត់មានធនធានមួយចំនួនហើយគាត់ក៏បានចាប់ផ្ដើមទិញតយោទិញអីដើម្បីរៀបចំអញ្ចឹងណាមានទាំងម៉ូទ័រអញ្ចឹងបងប្អូនបាទពេលយើងមិនទាន់មានកម្រិតមួយដែលរកចំណូលបានយើងគួរតែប្រើកម្លាំងទៅប៉ុន្តែបើសិនជាយើងរកបានច្រើនហើយយើងគួរតែប្រើទៅលើម៉ាស៊ីនដើម្បីជំនួយកម្លាំងយើងបងប្អូនទាំងអស់គ្នាបាទនេះគឺជាហេតុផលដែលល្អមែនទែនហើយជាចុងបញ្ចប់ក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានវីដេអូរបស់ខ្ញុំហើយខ្ញុំនឹងស្វះស្វែងរកវីដេអូថ្មីដើម្បីចែកជូនដល់ពុកម៉ែបងប្អូនបន្ថែមទៀតហើយបើសិនជាខ្ញុំនិយាយទៅមានការលឺលួសឬក៏ខុសឆ្គងក្នុងចំណុចណាមួយសូមពុកម៉ែបងប្អូនទាំងអស់គ្នាអធិស្ឋានដល់រូបខ្ញុំបាទផងបាទហើយសូមអរគុណសូមជម្រាបលាបាទអរគុណច្រើន